ឯកឧត្តមនូសខនប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលនិងឯកឧត្តមគួយចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនៅថ្ងៃទី3ខែមិនិនាឆ្នាំ2025នេះបានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខន្ធសីមានិងសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គពុនរាយឃុំជើងកើបស្រុកកណ្ដាលស្ទឹងថ្លែងនៅក្នុងពិធីនេះឯកឧត្តមគួយចម្រើនបានបញ្ជាក់ថាពិធីបុណ្យសម្ពោធឆ្លងព្រះវិហារនិងសមិទ្ធផលនានាក្នុងវត្តអង្គពុនរាយដែលកំពុងប្រារព្ធឡើងនាឱកាសនេះគឺជាសមិទ្ធផលថ្មីដែលបានបង្ហាញឲ្យឃើញពីការរីកចម្រើនបន្ថែមទៀតក្នុងវិស័យពុទ្ធសាសនាដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងនូវសន្តិភាពផ្លូវចិត្តរបស់បុគ្គលនិងសន្តិសុខសង្គមការរីកចម្រើននេះគឺពិតជាកើតចេញពីមូលដ្ឋានគ្រឹះដ៏សំខាន់នៃសុខសន្តិភាពការអភិវឌ្ឍលើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាកត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយគឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើងព្រោះប្រទេសមួយមានសន្តិភាពគឺមានលទ្ធភាពផ្ដោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋបានល្អប្រសើរដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណដល់សន្តិភាពនិងត្រូវចូលរួមគាំទ្រថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជាជារៀងរហូតដើម្បីភាពរីកចម្រើននិងការអភិវឌ្ឍសូមបញ្ជាក់ថាសមិទ្ធផលនានាដែលត្រូវបានសម្ពោធឆ្លងនាពេលនេះរួមមាន 1. ជួសជុលព្រះវិហារមានខឿន2ជាន់ដំបូលត្រៃសូរប្រក់ក្បឿងស្រកាលេងមានបណ្ដោយប្រវែង 25.3 ម៉ែត្រទទឹង 13.2 ម៉ែត្រកម្ពស់ 21 ម៉ែត្រ 2. កសាងគំនូរផុសជញ្ជាំងខាងក្រៅព្រះវិហារ 6 ផ្ទាំងស្មើនឹង 926 ម៉ែត្រការ៉េ 3. ចាក់បេតុងបំពេញទីធ្លាក្នុងវត្តទំហំ 1710 ម៉ែត្រការ៉េ 4. ក្រាលឥដ្ឋកន្សែងជុំវិញព្រះវិហារទំហំ 715 ម៉ែត្រការ៉េ 5. ក្រាលការ៉ូជុំវិញព្រះវិហារជាន់លើទំហំ 105 ម៉ែត្រការ៉េ 6. ជួសជុលខ្លោងទ្វារចំនួន 4 ជុំវិញព្រះវិហារ 7. ដងទង់មួយគូនិងចាក់ដីបំពេញទីធ្លាក្នុងវត្តចំនួន 340 ឡាន